បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទភិរៈមកពីក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ថា DA ថ្ងៃនេះផងដែរខ្ញុំចង់លើកយកប្រធានបទមួយតាក់ទងជាមួយនឹងពន្ធបតង់ថាតើពន្ធបតង់គឺជាអ្វីយើងត្រូវបង់នៅពេលណាតើអ្នកណាខ្លះត្រូវជាប់ពន្ធនិងកម្ដៅឡើងដល់អត្រាយ៉ាងដូចម្តេចបាទពន្ធបតង់គឺជាប្រភេទពន្ធប្រចាំឆ្នាំដែលត្រូវបានកំណត់តាមរយៈសកម្មភាពជីវកម្មនីមួយៗរបស់អ្នកជាប់ពន្ធដោយផ្អែកទៅលើប្រភេទអ្នកជាប់ពន្ធនិងកំណត់ផលរបរប្រចាំឆ្នាំពន្ធបតង់ត្រូវបានបង់ជារៀងរាល់ឆ្នាំចាប់ពីថ្ងៃទី1ខែមករារហូតដល់ថ្ងៃទី31ខែមីនាពន្ធបតង់ត្រូវបានអនុវត្តចំពោះអ្នកជាប់ពន្ធទាំងអស់ដែលបានចុះបញ្ជីប្រកបអាជីវកម្មនៅក្នុងបរិយាកាសកម្ពុជាអត្រាពន្ធបតង់ត្រូវបានកំណត់ឡើងមាន3ប្រភេទទី1ប្រភេទអ្នកជាប់ពន្ធតូចដែលត្រូវបង់400,000រៀលជារៀងរាល់ឆ្នាំប្រភេទទី2គឺអ្នកជាប់ពន្ធមធ្យមដែលត្រូវបង់1,200,000រៀលជារៀងរាល់ឆ្នាំនិងប្រភេទទី3អ្នកជាប់ពន្ធធំដែលយើងបែងចែកជា2កម្រិតកម្រិតទី1គឺត្រូវបង់3លានរៀលជារៀងរាល់ឆ្នាំនិងកម្រិតទី2ដែលជាកម្រិតធំផុតលេខត្រូវបង់5លានរៀលជារៀងរាល់ឆ្នាំបើសិនណាជាផលរបររបស់គាត់លើសពី10,000លានរៀលឡើងទៅក្នុងមួយឆ្នាំបាទបើសិនណាជាបងប្អូនមានតម្រូវការតាក់ទងជាមួយនឹងការបង់ពន្ធបតង់បងប្អូនអាចតាក់ទងមកខាងក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ថា DA បានសូមអរគុណ